ខ្ញុំសូមនិយាយមួយតាក់ទងជាមួយនឹងផ្នត់គំនិតដែលយើងគិតណាទៅលើពាក្យបើសិនអញ្ចឹងអាហ្នឹងគឺខ្ញុំបានគិតខ្លួនឯងផ្ទាល់ពីមុនហើយខ្ញុំកែទៅលើការគិតហ្នឹងដោយសារតែខ្ញុំគិតថាបើសិនជាពេលហ្នឹងខ្ញុំអត់ធ្វើអញ្ចឹងទេវាមុខតែអត់មានរឿងហ្នឹងកើតឡើងនៅពេលឥឡូវហ្នឹងទេអញ្ចឹងយើងត្រូវគិតឡើងវិញថាពាក្យថាប្រសិនបើរឿងហ្នឹងយើងអត់បានធ្វើទេអញ្ចឹងមានន័យថារឿងហ្នឹងគឺវាបានផុតបាត់ហើយអាហ្នឹងគឺយើងអាចកែពេលវេលាបានទេយើងអាចមានជា time stone ទៅផ្ទាត់ដៃកវលយកពេលវេលាហ្នឹងមកវិញបានទេដើម្បីកែទៅលើកំហុសហ្នឹងបានទេបើសិនជាអានេះគឺជាកំហុសរបស់យើងមែនណាយើងចាំទុកនៅកំហុសមួយហ្នឹងហើយថាលើកក្រោយយើងកុំធ្វើអញ្ចឹងទៀតយើងកែកំហុសហ្នឹងយើងត្រូវចាំខ្លួនឯងថាថ្ងៃមុនណាយើងធ្លាប់សោកស្ដាយជាមួយកំហុសរបស់យើងនឹងម្ដងហើយយើងកុំប្រើពាក្យថាប្រសិនបើខ្ញុំទៅពេលហ្នឹងវិញខ្ញុំកែនោះបាន possible ថាយើងធ្វើអាហ្នឹងបានយើងអាចបវល់ពេលវេលាវុបមកទៅឆ្នាំ2018តើកែពេលវេលាហ្នឹងមកតើកែកំហុសរបស់យើង2020នេះយើងរីកចម្រើន possible វាអាចទៅរួចអញ្ចឹងរឿងហ្នឹងវាអាចទៅរួចមានន័យថាវាអាចធ្វើទៅបានបើសិនជាវាអាចធ្វើទៅបានយើងកុំគិតយើងចាំតែកំហុសរបស់យើងហើយយើងយកកំហុសនេះមកកែអញ្ចឹងអាហ្នឹងគឺជាអីដែលខ្ញុំគិតហើយយើងអាចកែទៅលើកំហុសរបស់យើងនៅក្នុងអតីតកាលបានទេមានន័យថាបើសិនជាយើងដឹងថានេះគឺជាកំហុសរបស់យើងហើយយើងចាប់ផ្ដើមយកអាហ្នឹងយកមកប្រើនៅក្នុងបច្ចុប្បន្នកាលដើម្បីដោះស្រាយទៅលើបញ្ហាកុំឲ្យយើងសោកស្ដាយនៅក្នុងអនាគតកាលទៀតអាហ្នឹងគឺជាអីដែលខ្ញុំគិតដោយសារតែខ្ញុំបានឃើញមានសិស្សប្អូនខ្ញុំម្នាក់គាត់បាននិយាយជាមួយខ្ញុំនៅពេលដែលគាត់បានជួបក្នុងសាលាម្នាក់ដែរហើយមួយទៀតខ្ញុំឃើញមានមិត្តភក្តិរបស់ខ្ញុំម្នាក់ដែរគាត់គិតថាបើសិនជាពេលហ្នឹងគាត់អត់ធ្វើចឹងទេគាត់ទិញរបស់ហ្នឹងពេលគាត់អត់ធ្វើអីទេគាត់ប្រកាសណាស់ថាអាហ្នឹងវានឹងបានដល់ល្អជាងមុនបើសិនជាយើងគិតតែអញ្ចឹងទៀតរយៈពេល5ឆ្នាំក្រោយយើងឃើញខ្លួនឯងដដែលហើយយើងមកមើលទៀតថាចុះបើសិនជាពេលហ្នឹងយើងអត់គិតច្រើនចឹងទេយើងគិតតែផ្លូវមួយថាដើរកាន់កណ្ដាលជន់មួយថ្នាក់ហើយយើងទៅធ្វើអីដែលថាយើងស្រឡាញ់អីដែលថាយើងពេញចិត្តកុំឲ្យយើងមានការសោកស្ដាយវាប្រកាសជាល្អអញ្ចឹងយើងណាបើសិនទៀតបើសិនបន្តរហូតមកជីវិតយើង10ឆ្នាំក្រោយបើសិន5-10ឆ្នាំក្រោយបើសិន30ឆ្នាំក្រោយបើសិនអញ្ចឹងខ្លាចតែបើសិនហ្នឹងវានៅជាប់ពុកបានទៅយើងរហូតអាចតែណាកើតទេពេលខ្លះយើងនៅតែគិតតែហ្នឹងបានយើងនៅតែគិតតែសូម្បីតែខ្ញុំអាចកែប្រែខ្លួនឯងថាពីការគិតបែបហ្នឹងឥឡូវក៏ពេលខ្លះខ្ញុំនៅគិតថាចុះមកពេលដល់មុនខ្ញុំអត់ធ្វើអញ្ចឹងទេវាអាចមានដល់ខ្ញុំឥឡូវគាត់អានោះគឺជាអីដែលខ្ញុំគិតខ្លួនឯងអានេះខ្ញុំប្រើពាក្យបើសិនទេគឺខុសហើយអ្នកទាំងអស់គ្នាអាចគិតមើលខ្លួនឯងថារឿងហ្នឹងត្រូវអត់បើសិនជាយើងនៅតែប្រើពាក្យបើសិនផ្នត់គំនិតបើសិននៅក្នុងការគិតរបស់យើងរហូត